ក្រោបព្រឹកឡើងធ្លាក់ចោលវឹបនឹកឃើញដល់បបរសាមជោគមុនគេបានហត់បបក្តៅមានផិតច្រើនមុខហើយមានផ្សិតមានអីច្រើនចឹងបងប្អូនអើយជាតិណាស់ដាក់ខ្ញីដាក់ម្ទេសឆាចឹងមកហត់បាច់ញើសខ្ចាយទាំងព្រឹកតែម្ដងគ្រឿងក្រៃយកធ្វើបបរសាមជោគហ្នឹងមានច្រើនគួរសមអត់ដាក់សាច់ជ្រូកទេបងប្អូនយ៉ាងនឹងចង់បបរដាក់គ្រឿងសមុទ្រយើងមានប្រហិតត្រីប្រហិតសាច់កចំណែកឯផ្សិតហើយនឹងផ្សិតជាកដោយើងត្រាំទឹកវាមុនគេទៅព្រោះថាត្រឹមតែយើងរៀបចំគ្រឿងក្រៅផ្សេងហើយអស់ផ្សិតហើយនឹងផ្សិតជាកដោរីកល្មមផ្សិតខ្មៅវិញយើងហាន់វា1ជា3ជា4នេះទៅរៀងទុយអត់តិចមកជាកដោរបស់ខ្ញុំនេះមានពណ៌សលាយពណ៌ខ្មៅយើងត្រាំវារីកហើយហាន់វាជាសរសៃឆ្មានៅពេលយើងបោឆ្អិនទៅវាបន្លំជាមួយនឹងសាច់អង្គបងប្អូនញ៉ាំអត់ដឹងថាផ្សិតជាកដោក្នុងនឹងទេច្រប់អូជាតិមែនតែនហេតុតែចង់ញ៉ាំហ្មងដល់ពេលអញ្ចឹងធ្វើពុបប៉ាប់តាមផ្លែទេបានញ៉ាំមកនិយាយតដល់ម៉ោងហើយបងប្អូនប្រហែលជា30-40នាទីដោយសារតែវាមានគ្រឿងច្រើនដល់ពេលអញ្ចឹងយើងរៀបចំយ៉ាងយូរបើសិនជាសាច់ក្នុងការធ្វើអំបោនឹងហ្មងតាមផ្លែទេអំបោរបស់យើងរីកឆ្ងាញ់ហើយទីបងប្អូនគ្រឿងកញ្ចក់កញ្ចប់អស់នេះដូចជាខ្ញីជាដើមហាន់វាជាសរសៃឆ្មាមកយើងទុករយពីលើអំបោដោយសារតែខ្ញីនៅរៀងចាស់ហើយចុះវាហឹលខ្លាំងហើយត្រាំទឹកតិចទៅវាអស់ជាតិហឹលវានៅជាតិហឹលតិចចាស់ដាក់លាយមួយអំបោទៅឆ្ងាញ់ហ្មងបើសិនខ្ញុំអំបោត្រីវិញដែរឆាអង្គតែបំបោសាមជោគចេះតឆាអង្គមិនឆ្ងាញ់យ៉ាងយងអង្គរៀងពងប្រគួយគ្រឿងរបស់យើងមានខ្ញីខ្ទឹមសខ្ទឹមក្រហមកញ្ច្រាមហើយនឹងម្រេចបងប្អូនយកម្រេចមូលមកធ្វើមកមិនឈ្ងុយយកម្ដងយើងដំវាឲ្យបែកពាក់កដាលនិងពាក់កដាលទៀតដាក់ទៅមូលតែម្ដងគ្រឿងបរិបរៀបហើយនៅវគ្គធ្វើប្រហិតម្ដងយើងចាក់ខ្លាញ់ចូលចាន់ដៃវិញមកកុំឲ្យប្រហិតវាជាប់ចាន់ដៃហើយថែមស្ករមួយចុងឡាព្រាម្សៅស៊ុបមាន់មួយចុងសាព្រាហើយនឹងម្រេចម៉ត់មួយចុងសាព្រាដែរកុំភ្លេចថែមខ្ទឹមសកច្រាមបន្តិចផងឲ្យវាឈ្ងុយហើយយើងក៏ច្បាច់ច្បល់គ្រឿងឲ្យសព្វចូលគ្នាបន្ទាប់មកយើងធ្វើការបោកប្រហិតនិយាយទៅបោកអស់មកកម្លាំងដៃមកបងប្អូននិយាយទៅខឹងណាគេយើងទុកក្នុងចិត្តចឹងដាក់មកដាក់លើប្រហិតហ្នឹងទៅមិនងាយបាយបញ្ចេញកំហឹងទេបញ្ចេញកំហឹងលើប្រហិតហ្នឹងមកវាចំណេញប្រហិតយើងស្វិតល្អទៀតបន្តមកយើងដាំខ្លាញ់ឲ្យក្តៅខ្លាញ់ដាក់រៀងច្រើននិយាយទៅធ្វើមិនឲ្យវាលិចប្រហិតណាបងប្អូនចង់លុញវាតែប៉ាត់ខ្ញុំចេះក៏បានឬមួយក៏យើងលុញជាមូលវែងក៏បានដែរប៉ុន្តែធ្វើមិនវាម្ដុំធំណាបើពេលយើងហាន់ទៅវាឃើញសាច់ស្អាតប្រហិតម្ដុំហ្នឹងចំនួន2ខាំប្រហិតដែលយើងធ្វើហើយនេះបងប្អូនជៀនឆ្អិនរួចយើងចង់យកទៅញ៉ាំជាមួយអីក៏បានដែរឬមួយក៏បងប្អូនចង់យកទៅធ្វើជាទឹកស៊ុបប្រហិតដាក់ស៊ុបកាទៀវក៏ត្រូវគ្នាដែរបងប្អូនឆ្ងាញ់មែនតែនវាស្វិតហើយវាឈ្ងុយណាអត់មានធំក្លិនប្រហិតត្រីក្នុងហ្នឹងទេពេលដែលយើងជៀនឆ្អិនរួចនេះទុកឲ្យវាចោលត្រជាក់មកល្មមហាន់បានយើងក៏ហាន់វាជាប្រទេសរៀងស្ដើងប៉ុណ្ណឹងមកបើថាយើងមានជ្រក់ល្ហុងយកមកញ៉ាំផ្ទាប់ជាមួយចាស់ហ្មងក៏បានដែរឆ្ងាញ់ណាស់សាច់ប្រហិតរបស់យើងស្វិតហើយឡើងល្អមែនតែនហើយសាច់ប្រហិតហ្នឹងឡើងឈ្ងុយបើប្រហិតសាច់គោវិញយើងហាន់ជា2ជា3ជា4ចឹងទៅតាមចូលចិត្តបើថាមានផ្សិតបើហឺដាក់លាយជាមួយនឹងទៀតទៅរត់តែឆ្ងាញ់ញ៉ាំបានទិញមកបងប្អូនមានតែផ្សិតច្បើងអញ្ចឹងក៏យើងហាន់ផ្សិតច្បើងជា2ជា3ទៅយើងលុយមើលទំហំមកយើងចូលចិត្តមកផ្សិតណាធំយើងពុះជា2ទៅគ្រឿងក្រៅរបស់យើងរៀបចំរួចរាល់អស់ហើយអញ្ចឹងយើងចាប់ផ្ដើមមកហាន់គ្រឿងសមុទ្រវិញម្ដងគ្រឿងសមុទ្រមុននឹងយកមកធ្វើអំបិលយើងត្រូវលាងវាឲ្យស្អាតខ្លាំងតែម្ដងបើមកវិញកន់វាជាកន្លារួចកាត់វាម្ដុំទុយល្មមអំបិលយើងធ្វើក្នុងឆ្ងាញ់ដាក់បកាផងមកផងផ្សិតប្រហិតអីឡើងចម្រោះម៉ូតអង្គយើងមកកំប៉ុងលាងឲ្យស្អាតរួចដាក់សម្រោយស្រស់ទឹកគ្រឿងធ្វើអំបិលសាមជោគរៀងច្រើនជាងអំបិលធម្មតាយើងមានខ្ទឹមក្រហមម្រេចហើយប៊ីយើងហឺខ្ទឹមសក៏ច្រាមផ្សិតត្រជាកដោផ្សិតខ្មៅកុំឲ្យខាតបងប្អូនយើងដាក់ខ្លាញ់រៀងច្រើនតិចមកបំពងខ្ទឹមជាមុនសិនកុំឲ្យប្រឡាក់ខ្ទះច្រើនបាក់លាងណធ្វើម្ដងតើអត់សំចៃហ្នឹងមិនបាច់ទេកោពេញឡាបូលាងនឹងឯងនៅពេលដែលខ្ទឹមរបស់យើងឡើងពងកន្លាតល្អហើយយើងក៏ស្រង់វាចេញមកទុកមកបន្តិចជាមួយនឹងខ្លាញ់យើងក្រហមខ្ញីគល់ខ្ទឹមគល់ជាមិនស៊ុយមកលីងចូលគ្នាឲ្យឡើងឈ្ងុយសិនសំខាន់កន្លែងលីងគ្រឿងចូលជាមួយអង្គឲ្យឈ្ងុយនេះឯងនៅពេលដែលគ្រឿងរបស់យើងឡើងឈ្ងុយល្អហើយយើងចាក់អង្គចូលអង្គនេះយើងលីងវារហូតតែវាបដូរពណ៌បើសិនជាបងប្អូនចូលចិត្តពងបកគួយខ្លាំងតែម្ដងយើងលីងឲ្យវាឡើងក្រៀមបន្តិចមកតែថ្ងៃនេះខ្ញុំយកពងបកគួយនឹងមុំមិនអត់យកខ្លាំងណាស់ណាទេអញ្ចឹងយើងលីងវាបដូរពណ៌ប៉ុណ្ណឹងគ្រាប់អង្គរបស់យើងវារៀងឡើងសតិចក៏ចាក់ទឹកជាចូលទៅឲ្យវារៀងពេញឆ្នាំមកព្រោះថាអង្គរៀងច្រើនដែរនៅពេលដែលយើងលីងអង្គអញ្ចេះ10នាទីជាងអង្គរបស់យើងរីកល្មមឆ្ងាញ់ហើយពេលទឹកពុះយើងបងហៃប៊ីយហឺចូលមកថែមទឹកត្រីកន្លះវែកសឡផងដាក់ទឹកត្រីបានឈ្ងុយបងប្អូនបន្តមកយើងថែមម្សៅស៊ុបមាន់កន្លះស្ព្រាបាយស្ករសបន្តិចបានដែរដោយសារតែអង្គរបស់យើងរៀងផ្អែមហើយអំបិលជិតកន្លះស្ព្រាបាយទឹកអំបិលរបស់យើងអត់តាន់ពុះល្អហើយតែអង្គហ្នឹងចាប់ដើមចង់រីកហើយនៅពេលដែលអង្គរីកល្មមភ្លក់រសជាតិមកល្មមឆ្ងាញ់ទៅបងប្អូនក៏ដាក់ផ្សិតជាមួយនឹងប្រហិតដែលយើងបានហាន់អស់ហ្នឹងចូលមកទាំងអស់យើងងាស់វាប្រហែល5នាទីទៀតដើម្បីឲ្យផ្សិតរបស់យើងឆ្អិនល្អបានរបស់ចឹងញ៉ាំមកខ្វះអត់បានទេខ្ទឹមជ្រក់ហើយនឹងម្ទេសឆាជាចុងក្រោយពេលរៀបញ៉ាំយើងដាក់បកាហើយនឹងមឹកចូលមកព្រោះថាមឹកហើយនឹងបកាតែកាលណាយើងងាស់យូរពេកវាស្វិតរួញអត់ឆ្ងាញ់ទេបងប្អូនតែខ្ទឹមពងនិងក៏ខ្ទឹមបដាតពីលើហ្នឹងទៅតែប៉ុណ្្នឹងឯងបោសាមជោគរបស់យើងហើយឡងឈ្ងុយមែនតែនក្របអង្គនៅពងបកគួយអញ្ចឹងអូញ៉ាំត្រូវមែនតែនហ្មងបោសាមជោគវាមានប្រហិតមានផ្សិតមានគ្រូសមុទ្រ
អត់តាមបចឹងនឹកឃើញតែពេលបងប្អូនកម្មវិធីហាយចំនួននឹងទៅមានហើយបងមិននឹងឆ្នាំងទុយពេកបងប្អូនខ្ញុំផ្ទេចូលឆ្នាំងធំឲ្យថែមទឹកទៀតគិតទៅគ្រឿងតែប៉ុណ្្នឹងទេខ្ញុំបានឡើងមួយឆ្នាំងធំគ្រឿងសមុទ្រក៏ច្រើនប្រហុតក៏ច្រើនផ្សិតក៏ច្រើនយើងហាន់វារៀងស្ដោងចឹងទៅដាក់បានឡើងមួយចេះតិចគ្រឿងដាក់ពីលើនេះយើងបន្ថែមតាមការចូលចិត្តដូចបងប្អូនចេះញ៉ាំសណ្តែកបដោះចឹងដាក់សណ្តែកបដោះចឹងទៅហើយខ្ញីជីខ្ទឹមបំពងបើដូចខ្ញុំវិញអត់ចេះញ៉ាំសណ្តែកបដោះឆៅទេតឆ្អិនមកមិនចេះបើថាឆៅកពុលខ្ទឹមជ្រក់របស់យើងហ្នឹងបងប្អូនញ៉ាំបានត្រូវទាំងអស់ទាំងអំបិលពងទាកូនឬមួយក៏ស៊ុបអីហ្នឹងបងប្អូនចង់បានគ្រឿងទាំងអស់ហ្នឹងឆាចូលផេកដឹកឲ្យដោះផ្ទះហ្មងបានទេបងប្អូនឥឡូវនេះដឹកឲ្យសាហាវហ្មងបងប្អូនហើយកុំឲ្យត្រឡប់ថាញ៉ាំហិលហើយតែអត់មានហិលទេគឺញ៉ាំអត់បានចឹងហ្មងវាអត់ឆ្ងាញ់ដូចខ្វះអ្វីមួយយ៉ាងបបក្តៅឡើងជាតិមែនតើអរគុណច្រើនបងប្អូន